រឿងរ៉ាវលុយចំនួន$1000ជាងត្រូវបានបញ្ចប់ហើយដោយនៅក្នុងនោះប្រពន្ធប្រុសហ៊ុយវាសនាបានចេញមកបញ្ជាក់ច្បាស់បែបនេះនៅលើបណ្ដាញសង្គម Facebook ដោយនៅក្នុងនោះប្រពន្ធប្រុសហ៊ុយវាសនាក៏បានចេញមកការពារប្តីរបស់ខ្លួនដោយសរសេរសំណេរបែបនេះថារឿងរ៉ាវបញ្ហាលុយជំនួយរវាងបងស្រីដែលជាក្មេងម្ដាយដែលមានជំងឺដក់ទឹកក្នុងខួរក្បាលនិងបងស្នាត្រូវបានបញ្ចប់រួចរាល់ហើយនៅមុខប៉ូលីសហើយក៏មិនមានអ្វីត្រូវចេញមកបកស្រាយទៀតដែរព្រោះការដែលនិយាយដដែលរកខុសរកត្រូវមិនឃើញទេមានតែសម័យខ្លួនទាំងពីរប៉ុណ្ណោះដែលដឹងរឿងនេះច្បាស់ហើយមួយវិញទៀតប្រូស្នាទៅទទួលលុយ$85,000គឺមិនចង់វែងឆ្ងាយបកស្រាយច្រើនទៅវិញទៅមកដដែលក៏យកលុយនឹងទៅជួយអ្នកផ្សេងទៅតាមមតិខមមិនរបស់បងប្អូនហើយជាចុងក្រោយខ្ញុំសូមសំណូមពរទៅបងប្អូនមហាជនទាំងអស់សូមមេត្តាកុំខមមិនឬក៏ share ផ្ដេសផ្ដាសដោយមិនបានគិតអ្វីគ្រប់ជ្រុងជ្រោយព្រោះយើងទាំងអស់គ្នារស់នៅក្រោមច្បាប់ដូច្នេះហើយបាននៅតែបន្តផុសឬក៏ comment share ទៀតនឹងលេងតាមច្បាប់តែម្ដងបញ្ជាក់អ្នកទាំងពីរបានបញ្ចប់រឿងរួចរាល់នៅហើយតែអ្នកវែកញែកកុំបន្តផុសផ្ដេសផ្ដាសទៀតអីព្រោះមានតែបុគ្គលពីរនាក់នេះទេដែលនៅក្នុងហេតុការណ៍នេះបញ្ជាក់ហាមផុសឬក៏កាត់តសៀដោយមិនមានការអនុញ្ញាតពីសម័យខ្លួនពុំនោះទេខាងខ្ញុំនឹងធ្វើការទៅតាមផ្លូវច្បាប់ផងដែរសូមអរគុណបាទនេះគឺជាបាសសំណេររបស់ប្រពន្ធរបស់លោកហ៊ុយវាសនាបាទដោយសារតែអ្នកនាងនឹងគឺជាប្រពន្ធរបស់លោកហ៊ុយវាសនាដោយនៅក្នុងនោះអ្នកនាងបានសរសេររៀបរាប់នៅក្នុង Facebook ដោយការពារប្តីរបស់អ្នកនាងថាបាទប្តីរបស់អ្នកនាងបានបញ្ចប់បាទភាពចម្រូងចម្រាសជាមួយនឹងម្ដាយដែលមានបាទទឹកដក់ក្នុងខួរក្បាលនេះហើយដោយអ្នកទាំងពីរបាទបានបញ្ចប់សំណុំរឿងនេះហើយនៅមុខប៉ូលីសផងដែរបងប្អូនអរគ្នាបាទហើយសូមបញ្ជាក់ផងដែរថារឿងរ៉ាវនេះដែរកើតឡើងបន្ទាប់ពីប្រុសហ៊ុយវាសនាដែលជាអ្នក vlogger ដ៏ល្បីឈ្មោះបាទនៅក្នុងបណ្ដាញសង្គម Facebook និង TikTok បាទបានរៃអង្គាសប្រាក់ចំនួនបាទជាង$1000ទៅ$2000បាទហើយលុយនេះដែរបាទត្រូវបានបាទប្រុសហ៊ុយវាសនាយកទៅជូនម្ដាយបាទក្មេងរងគ្រោះខាងលើផងដែរដោយនៅក្នុងនោះលុយទាំងអស់នេះគឺប្រុសស្នាយកចំនួនត្រឹមតែ$85,000តែប៉ុណ្ណោះយកទៅជួយម្ដាយដែលក្មេងមានជំងឺដក់ទឹកក្នុងខួរក្បាលនេះហើយនៅក្នុងនោះផងដែរមហាជនជាច្រើនបានកើតជាចម្ងល់ថាលុយរៃអង្គាសបានរហូតទៅដល់ជាង$1000ទៅ$2000ហេតុអ្វីយកលុយត្រឹមតែ$85,000ទៅជួយម្ដាយក្មេងខាងលើបាទចឹងរឿងរ៉ាវនេះដែរកើតជាចម្ងល់យ៉ាងខ្លាំងហើយនៅក្នុងនោះម្ដាយក្មេងខាងលើក៏បានចេញមកបកស្រាយថាប្រុសហ៊ុយវាសនាបានយកលុយត្រឹមតែ$85តែប៉ុណ្ណោះមិនដូចអ្វីដែរគាត់ថាលុយចំនួន$1000នោះទេបងប្អូនអ្នកគ្នាបាទចឹងរឿងរ៉ាវនេះដែរបាទនៅតែមិនទាល់សង្ស័យក៏ដូចជាបាទចោទគ្នាទៅវិញទៅមកបាទហើយប្រុសហ៊ុយវាសនាបាទក៏បានសារភាពដែរថាបាទគាត់ពិតជាបានខុសបាទនៅមួយរយៈចុងក្រោយនេះបាទគាត់បានសារភាពថាគាត់ខុសដោយសារតែគាត់ហ្នឹងបាទយកលុយត្រឹមតែ$85មកជួយមិនបានយកលុយជំនួយជាង$1000ទៅជួយនោះទេបាទអញ្ចឹងលុយជាង$1000មិនដឹងថាប្រុសហ៊ុយវាសនាបាទគាត់យកទៅធ្វើអីអ្វីនោះទេបងប្អូន